បន្ទាប់អញ្ចឹងណាបងប្អូនចាបន្ទាប់មកទៀតវាលោតមួយសារទៀតហើយចាគេសួរយើងថាចង់ទុកទៀតសំខាន់អីអត់ចាបើយើងមិនចង់ទុកអីទេចាទោះវាដើរទៅបន្តិចទៀតវាចូលដល់វាលុបមែនទេបងប្អូនចាគ្នាសម្រាប់ថ្ងៃនេះផងដែរខ្ញុំមកបង្ហាញវិធីក្នុងការ reset ទូរស័ព្ទយើងឬក៏ការលុបទិន្នន័យចេញពីទូរស័ព្ទទាំងអស់ទាំងរូបភាពវីដេអូចាលេខទូរស័ព្ទឬក៏និយាយទៅកម្មវិធីផ្សេងៗគឺជ្រះមកស្អាតបដ ாய் បងប្អូនទាំងអស់គ្នាជាដំបូងបងប្អូនត្រូវចូលទៅក្នុង setting ដើម្បី check មើលសិនថាតើទូរស័ព្ទរបស់យើងមានជាប់ Gmail អីអត់អញ្ចឹងណាបើជាប់យើងត្រូវដកចេញសិនចាបន្ទាប់មកគឺអ្នកទាំងអស់គ្នាចូលកន្លែង setting មកវាឃើញជាមួយនឹងផ្ទាំងបែបនេះហើយបងប្អូនចាបន្ទាប់មកទៀតយើងអូសទៅក្រោមចាស្វែងរកពាក្យថា Google ចានៅកន្លែងនេះបងប្អូននិមិត្តសញ្ញាបែបនេះអស់សំទោសវាចុចច្រឡំនេះនិមិត្តសញ្ញាបែបនេះបន្ទាប់មកទៀតនេះឃើញហើយ Gmail ដែលជាប់នេះចាអញ្ចឹងទូរស័ព្ទនេះមាន Gmail យើងត្រូវដកចេញសិនអញ្ចឹងណាបងប្អូនចាវិធីដកចុចអាកន្លែងសញ្ញាត្រីទៅមុខនេះចាបន្ទាប់មកទៀតចុចយកពាក្យថាគ្រប់គ្រងគណនីលើឧបករណ៍នេះចានេះឃើញជាមួយនឹងគេដាក់ថា Google នេះហើយចាអញ្ចឹងចុចកន្លែង Google នេះមកនេះបន្ទាប់មកទៀតយើងចុចពាក្យថាច្រើនទៀតនៅកន្លែងនេះចាចុចមកយើងយកពាក្យថាលុបគណនីចាបន្ទាប់មកទៀតយកពាក្យលុបគណនីខៀវនៅខាងនេះមួយទៀតចាតែប៉ុណ្្នេះគឺស្អាតហើយចាឃើញអត់បងប្អូនទាំងអស់គ្នាគឺអត់មានអីទាំងអស់ចា Gmail យើងបានដកចេញហើយចាឥឡូវយើងដក Gmail បានអស់ហើយយើងអាចចូលទៅលុបកម្មវិធីតាក់ទងជាមួយនឹងរូបភាពលេខទូរស័ព្ទហើយនឹងកម្មវិធីផ្សេងៗទាំងអស់ក្នុងទូរស័ព្ទបានហើយបងប្អូនចូលពាក្យថាអំពីទូរស័ព្ទនិយាយទៅទូរស័ព្ទខ្លះវាចូលកន្លែងផ្សេងអញ្ចឹងណាបងប្អូនចាតែសម្រាប់ mode Realme នេះគឺចូលកន្លែងអំពីទូរស័ព្ទនេះឯងបងប្អូនដល់គ្នាចុចចូលមកបងប្អូនអូសទៅក្រោមចាស្វែងរកពាក្យថាកំណត់លំនាំដើមរោងចក្រចាចុចកន្លែងទៅនេះមកបន្ទាប់មកទៀតមានពាក្យជាច្រើនបងប្អូនទាំងគ្នាតែពាក្យគេនេះគឺទូចមែនទេបងប្អូនអើយចាលុបទិន្នន័យទាំងអស់អញ្ចឹងណាចាអញ្ចឹងលុបទិន្នន័យទាំងអស់នេះគឺលុបខ្ទេចខ្ទីគ្មានសល់អីទេបងប្អូនចាអញ្ចឹងយើងចុចមកចារួចបន្ទាប់មកទៀតមានពាក្យចំនួន2បងប្អូនរើសសម្រាប់ពាក្យបំរុងទុកនេះអុយប្រហែលជាអាចនឹងដូចថាកម្មវិធីមួយចំនួនដែលបងប្អូនចង់ទុកនៅអណ្ដែលប៉ុន្តែនេះយើងមិនមែនចង់នេះទេយើងចង់លុបទាំងអស់ត្រូវអត់យើងយកពាក្យថាកំណត់លំនាំដើមរោងចក្រចានេះយើងចុចមកបងប្អូនចាបន្ទាប់មកទៀតនេះវាកំពុងដើរឲ្យបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីដើរនេះចប់គឺវានឹងលុបកម្មវិធីទាំងអស់ហើយមិនឃើញគេដាក់ប្រាប់ទេបងប្អូនគេដាក់ថាកំណត់ទិន្នន័យរោងចក្រឡើងវិញនិងលុបរាល់ទិន្នន័យដែលមាននៅក្នុងទូរស័ព្ទរបស់អ្នកដែលមានជាអាចរូបថតបទចម្រៀងកំណត់ហេតុនិងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតត្រូវប្រកាសថាអ្នកបានបំរុងទុកធាតុសំខាន់ទាំងអស់នៅលើកុំព្យូទ័ររបស់អ្នកហើយចារួចចុចពាក្យបន្ទាប់អញ្ចឹងណាបងប្អូនចាបន្ទាប់មកទៀតវាលោតមួយសារទៀតហើយចាគេសួរយើងថាចង់ទុកធាតុសំខាន់អីអត់ចាបើយើងមិនចង់ទុកអីទេចាទោះវាដើរទៅបន្តិចទៀតវាចូលដល់វាលុបមែនទេណាបងប្អូនចានេះគឺថាវាចូលមកដល់ការលុបមែនទេណាបងប្អូនចាគឺវាកំពុងតែលុបហើយនេះគឺចេញពើខ្មៅទាំងអស់នេះអញ្ចឹងណាបងប្អូនចានេះគឺបើកគ្រឿងម៉ូវៈសាថ្មីនេះអាចនិយាយបានថាគឺវាប្រកាសជានឹងចេញទូរស័ព្ទនិយាយទៅគឺលំនាំដើមដោយយើងទិញថ្មីដំបូងអញ្ចឹងបងប្អូនគឺអត់មានអីទេតូទេស្អាតយកតែបដ ாய் អញ្ចឹងណាបងប្អូនទាំងគ្នាចាអញ្ចឹងលុបបដ ாய் ឲ្យបងប្អូនចានេះចូលដល់វាបើកគ្រឿងទី2ហើយបងប្អូនចាបងប្អូនទាំងគ្នាបន្ទាប់ពី reset រួចគឺវាចេញជាមួយនឹងផ្ទាំងបែបនេះអញ្ចឹងណាយើងចុចទៅមុខមកចានេះគេឲ្យយើងរើសឲ្យបងប្អូនចាអញ្ចឹងយើងចុចរើសយកតាមគេប្រាប់មកដោយការតលើងថ្មីរបស់យើងពីដើមអញ្ចឹងណាបងប្អូនទាំងគ្នាចាគឺបែបថាវាកំពុងវិលបន្តិចចាបន្តមកទៀតទៅមុខទៀត
ចាតំណែងគឺអាចនិយាយបានថានឹងឈានចូលទៅដល់កម្មវិធីខាងក្នុងរបស់យើងដោយដែលយើងធ្លាប់ប្រើប្រាស់ពីដើមមិញចាអីបងប្អូនទាំងអស់គ្នាចាប៉ុន្តែចាំបន្តិចវាកំពុងតែវិលហើយបងប្អូនទាំងអស់គ្នាចាចេញផ្ទាំងព្រឺសមកទៀតចានេះគឺចេញជាមួយនឹងរូបធាតុចារូបដូចដើមរបស់យើងអញ្ចឹងដូចយើងទិញទូរស័ព្ទថ្មីអញ្ចឹងបងប្អូនទាំងអស់គ្នាចាអត់មានអីទាំងអស់ចាឃើញអត់បងប្អូនទាំងអស់គ្នាចា Facebook ឆា TikTok អីគឺអត់មានទេចានេះគឺដូចថ្មីចាស់តែម្ដងស្អាតតែម្ដងបងប្អូនទាំងអស់គ្នាចាអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ធ្វើការលុបទិន្នន័យទាំងអស់ចេញពីទូរស័ព្ទរបស់យើងអាចចូលមើលហើយធ្វើតាមវីដេអូនេះបានអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like comment share subscribe វីដេអូរបស់ខ្ញុំមួយផងអរគុណ